នៃពិតនៃពិធីលៀងព្រះអម្ចាស់កាន់គម្ពីរកូរិនថូសខ្សែទី1ជំពូកទី11ខទី17ដល់ទី34ខាងសេចក្តីដែលខ្ញុំប្រាប់មកក្រោយនេះខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេត្បិតដែលអ្នកប្រជុំគ្នានោះមិនមែនឲ្យបានល្អឡើងទេគឺឲ្យបានអាក្រក់ជាងវិញព្រោះមុនដំបូងខ្ញុំលើថាកាលណាអ្នករាល់គ្នាមូលមកក្នុងពួកជំនុំនោះតែងមានការបែកខ្ញែកគ្នាទៅហើយខ្ញុំក៏បានជឿខ្លះដែរពីព្រោះត្រូវតែមានបកពួកក្នុងពួកអ្នករាល់គ្នាដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសម្ដែងមកឲ្យស្គាល់ច្បាស់ដូច្នេះដែលប្រជុំគ្នានៅទីណាមួយនោះមិនមែនប្រជុំដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេត្បិតកាលបរិភោគនោះគ្រប់គ្នាខំបរិភោគម្ហូបរបស់ខ្លួនឲ្យតែឆ្អែតមុនគេទៅបានជាមានមួយនៅឃ្លានហើយមួយទៀតស្រវឹងចុះតើអ្នករាល់គ្នាគ្មានផ្ទះសម្រាប់ជាទីឲ្យបានបរិភោគអាហារទេឬអីឬតើអ្នកមើលងាយដល់ពួកជំនុំនៃព្រះហើយចង់ធ្វើឲ្យពួកអ្នកដែលគ្មានអ្វីសោះមានសេចក្តីខ្មាស់ឬអីតើគួរឲ្យខ្ញុំនិយាយនឹងអ្នករាល់គ្នាថាដូចម្ដេចគួរឲ្យសរសើរឬខ្ញុំមិនសរសើរទេត្បិតឯសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នានោះខ្ញុំបានទទួលពីព្រះអម្ចាស់មកគឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូននោះទ្រង់បានយកនំប៉័ងលុះទ្រង់បានប្រគុណរួចហើយក៏កាច់នំប៉័ងដោយមានប្រាប់បន្ទូលថាចូលយកពិសាចុះនេះជារូបកាយខ្ញុំដែលត្រូវកាច់សម្រាប់អ្នករាល់គ្នាចូលធ្វើកិច្ចនេះទុកជាសេចក្តីរំលឹកពីខ្ញុំចុះលុះក្រោយដែលបានបរិភោគរួចហើយនោះទ្រង់ក៏យកពែងបែបដូច្នោះដែរដោយប្រាប់បន្ទូលថាពេលនេះជាសញ្ញាថ្មីដែលនៅឈាមខ្ញុំចូលធ្វើដូច្នេះរាល់វេលាណាដែលផឹកទុកជាសេចក្តីរំលឹកដល់ខ្ញុំត្បិតរាល់វេលាណាដែលអ្នករាល់គ្នាបរិភោគនំប៉័ងនេះហើយផឹកពីពែងនេះនោះឈ្មោះថាសម្ដែងពីសេចក្តីសង្កត់របស់ផងព្រះអម្ចាស់ដរាបដល់ទ្រង់យាងមកបានជាអ្នកណាដែលបរិភោគនំប៉័ងនេះឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសមនោះនឹងមានទោសចំពោះរូបអង្គហើយនឹងព្រះលិខិតនៃព្រះអម្ចាស់ត្រាស់ឲ្យមនុស្សលបងខ្លួនឯងមើលរួចសឹមបរិភោគនំប៉័ងហើយផឹកពីពែងនេះចុះត្បិតអ្នកណាដែលបរិភោគបែបមិនគួរសមអ្នកនោះឈ្មោះថាបរិភោគជាសេចក្តីជំនុំជម្រះដល់ខ្លួនវិញដែលព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេគឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើនទៅជាខ្សោយហើយឈឺក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរបើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើងនោះយើងមិនត្រូវជាប់ជំនុំជម្រះទេតែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជម្រះនោះព្រះអម្ចាស់ទ្រង់វាយផ្ចាល់យើងវិញដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីឡើយដូច្នេះបងប្អូនអើយកាលណាប្រជុំគ្នាដើម្បីនឹងបរិភោគនោះត្រូវបងអង្គចាំគ្នាផងបើសិនជាអ្នកណាឃ្លានឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅនាំឲ្យជាប់មានទោសឡើយឯកាឯទៀតដល់កាលណាខ្ញុំមកនោះខ្ញុំនឹងសម្រេចគ្រប់ទាំងអស់ចូលគិតនិងស្វែងយល់ចំនួននៅក្នុងពួកជំនុំក្រុងកូរិនថូសបានរីករាលដាលដល់បញ្ហានៃការចែករំលែកក្នុងពិធីលៀងព្រះអម្ចាស់ពួកអ្នកជឿដែលមានគេបានបរិភោគរហូតដល់ឆ្អែតដោយមិនរងចាំពួកអ្នកជឿដែលក្រឡើយ
ហើយបង្កឲ្យមានបពួកនិងចំនួនក្នុងពួកជំនុំពិធីលៀងព្រះអម្ចាស់ដ៏បរិសុទ្ធដែលសម្រាប់ការអបអរនិងការបញ្ជាក់ពីភាពរួមគ្នាតែមួយនៅក្នុងសហគមន៍នោះបានคล้ายទៅជាឱកាសនៃការឈឺចាប់និងការបែងចែកបពួកវិញខទី17ដល់ទី22ជាថ្មីម្ដងទៀតលោកសាវកពលបានបង្រៀននិងបានពន្យល់អំពីនិយមន័យនៃពិធីលៀងព្រះអម្ចាស់គាត់បានលើកទឹកចិត្តដល់ពួកអ្នកជំនឿកុំគ្រាន់តែចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ដោយការយល់ថាពួកគេគឺកំពុងបរិភោគរូបកាយនិងផឹកព្រះលោហិតរបស់ព្រះអម្ចាស់ប៉ុណ្ណោះប៉ុន្តែក៏ត្រូវពិចារណាចំពោះគ្នាទៅវិញទៅមកដោយការចងចាំថាពួកគេគឺជារូបកាយតែមួយផងដែរខទី23ដល់ទី24តើព្រះជានរណាដែលផ្អែកលើខទី26ព្រះអម្ចាស់ជាប្រភពនៃពិធីលៀងព្រះអម្ចាស់ដ៏បរិសុទ្ធវាមិនត្រូវបានបង្កើតឡើងដោយមនុស្សឡើយប៉ុន្តែបានបង្កើតឡើងដោយព្រះអម្ចាស់វិញពិធីលៀងព្រះអម្ចាស់មិនមែនគ្រាន់តែជាការរំលឹកនៅព្រឹត្តិការណ៍ធម្មតាសម្រាប់ការចងចាំនិងការអរព្រគុណចំពោះការសុគតរបស់ព្រះយេស៊ូវប៉ុណ្ណោះទេវាក៏ជាការតាំងចិត្តដើម្បីប្រកាសថាទ្រង់សុគតជាមួយជីវិតរបស់យើងផងដែរតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី27ដល់ទី32មិនពេលចូលរួមក្នុងពិធីលៀងព្រះអម្ចាស់អ្នកជឿត្រូវតែឆ្លុះបញ្ចាំងលើអាកប្បកិរិយារបស់ពួកគេចំពោះសមាជិកដទៃទៀតនៃពួកជំនុំនិងគិតយ៉ាងជ្រៅពីនិយមន័យនៃពិធីលៀងព្រះអម្ចាស់តើវាជាការលាក់ពុតយ៉ាងណាចំពោះអ្នកដែលមិនយកចិត្តទុកដាក់ចំពោះបងប្អូនប្រុសស្រីរបស់ពួកគេដែលក្រជាងខ្លួននៅក្នុងពួកជំនុំរួចធ្វើដូចជាបរិសុទ្ធដោយការប្រតិបត្តិពិធីលៀងព្រះអម្ចាស់ប្រសិនបើយើងចូលរួមនៅក្នុងទម្លាប់នៃការថ្វាយបង្គំដោយគ្មានការយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់អ្នកដទៃនោះយើងត្រូវតែមានអារម្មណ៍ខ្មាសអៀនផងដែរសូមអានកាន់គម្ពីរទំនុកដំកើងជំពូកទី74ដល់ជំពូកទី76សេចក្តីអធិដ្ឋានអោព្រះអម្ចាស់អើយយើងខ្ញុំនឹងមើលខ្លួនឯងហើយឆ្លាក់សេចក្តីស្រឡាញ់និងព្រះគុណរបស់ព្រះអង្គនៅក្នុងដួងចិត្តរបស់យើងខ្ញុំនៅពេលដែលយើងខ្ញុំចូលរួមក្នុងពិធីលៀងព្រះអម្ចាស់